រឿងភរិយាឥតព្រៀងភាគទី22អធិការកំឡោះបោកភ្នែកធំពេលម្ចាស់បន្ទប់បើកទ្វាររាក់ទាក់ស្រាប់ពេលដែលរាងកាយរបស់នាងដួលសំណាងល្អដែលគេស្វាចាប់ជាប់មុនអលីកាត់អីអ្នកកំឡោះសើព្រមទាំងអង្រួនរាងកាយនាងដែលមើលទៅជិតសន្លប់ពេញទីហើយក៏បានចម្លើយដល់នាងក្រមុំមិនបាច់និយាយអីពេលក្លិនស្រាភេយមកប៉ះច្រមុះរាងកាយរបស់អាលីទន់ហិតលហើយមុខស្អាតក្រហមងាងនាងបើកភ្នែកព្រឹមនឹងព្យាយាមនិយាយទាំងកងួរគ្រប់ពេលអលីមិនក៏មកផាស្រាប់បែបនេះខុសណាស់ទេឬនាងក្រមុំនិយាយពេលមើលឃើញមុខដែលសាំទម្លាប់មែនគឺខ្ញុំមិនមែនគេនាងបងខំសាច់ទាំងជូរចត់មែនហើយគេមកធ្វើអីក្នុងពេលដែលនាងកាត់ផ្ដាច់ចំណងពីគេទៅហើយនាងគួរតែសប្បាយចិត្តច្រើនជាងដែលគេមិនមករញ៉េរញ៉ៃនាំឲ្យការសប្បាយចិត្តត្រូវផ្លាស់ប្ដូរទៀតមិនមែនអ្នកណានាងក្រមុំក៏ស្ងាត់នាងកំឡោះឃើញថាមិនបានការទៅបីនាងចូលទៅក្នុងបន្ទប់ដេកគេផ្ដេកនាងទៅលើក្រែថ្នមរៀបចំឲ្យនាងដេកឲ្យបានស្រួលតែនាងក្រមុំប្រាក់ខ្លួនទៅមកនឹងមានទឹកថ្លាហូរត្រង់កន្ទុយភ្នែកដែរខនណានជ្រួយចាមដល់ការងឿងឆ្ងល់នឹងកាន់តែមិញមៀងខ្លាំងពេលងាកទៅឃើញដបស្រាដែលនៅលើតុហេតុអីក៏នាងផឹកស្វឹងថ្នាក់នេះនាងគួរតែបាត់តាន់តាំងហើយព្រោះគេជួយរកមនុស្សមកគ្រប់គ្រងមុខជំនួយឲ្យឪពុករបស់នាងក៏មើលទៅធ្វើចិត្តបានដែរទៅរកពេលណាអាលីក៏មើលទៅសប្បាយចិត្តថែមទាំងនាងទៅតែឆ្លើយយកព្រមរៀបការជាមួយគេដល់ការពេញចិត្តបើគេនៅធ្វើខ្លួនសង្ស័យឲ្យនាងមិនសប្បាយចិត្តក៏អាចដែរគេត្រូវតែសួរឲ្យដឹងរឿងមុនធ្វើអ្វីផ្សេងខុសណាស់ត្រូវធ្វើឲ្យនាងក្រមុំមានស្មារតីសិនគេមនីរកសម្ភារៈផ្សេងហើយចូលទៅក្នុងបន្ទប់ទឹកនឹងមកវិញដែលមានចានដៃតូចនិងកន្សែងពោះគោគេដើរទៅអង្គុយនៅលើគ្រែហើយជូតមុខស្អាតយឺតខណៈនោះធ្វើឲ្យអ្នកកំឡោះមានស្នាមញញឹមគ្រប់ពេលគេមានសេចក្តីសុខខ្លាំងណាស់ដែលបានមើលថែអាលីបែបនេះគេចូលចិត្តនាងប្រភាពរឹងមាំតែមិនដឹងទេថាភាពទន់ខ្សោយបែបនេះក៏មើលទៅគួរឲ្យចង់ការពារដូចគ្នាគេជូតជារឿយមិនយូរប៉ុន្មានក៏ទុកកន្សែងពោះគោនិងទះថ្ពាល់នាងតិចដើម្បីហៅសតិហើយក៏បានផលពេលនាងក្រមុំបើកភ្នែកព្រមមើលអាលីមិនក៏ផឹកច្រើនបែបនេះមិនសប្បាយចិត្តរឿងអីប្រាប់បានទេនាងក្រមុំនៅមិនទាន់មានសតិគ្រប់គ្រាន់បបោមាត់រងងទឹកភ្នែកក៏ហូរទៀតព្រមទាំងយំអណ្ដិតអណ្ដោតិចអាលីនាងកាត់អីស្រានៅឯណាដៃរបស់នាងស្រវានៅក្នុងខ្យល់ដៃមកខាងទៀតវាដៃរបស់គេដែលក្តាប់ថ្ពាល់ចេញកុំចឹងអីអាលីឈប់ផឹកបានហើយខុសណាព្យាយាមហាមចាប់ដៃចាប់មុននឹងសួរម្ដងទៀតខ្ញុំមិនយល់នាងផឹកធ្វើអីផឹកទៅនឹកបានភ្លេចនោះអីនាងក្រមុំឆ្លើយទាំងគ្មានសតិគ្រប់គ្រាន់ពេលនេះនាងដឹងត្រឹមតែថាត្រូវបំភ្លេចគ្រប់យ៉ាងបំភ្លេចអីបំភ្លេចគេខ្ញុំត្រូវតែភ្លេចគេឲ្យបាននាងក្រមុំនិយាយញ័រព្រមទាំងយំអណ្ដិតអណ្ដោខ្ញុំត្រូវតែមិននឹកគេទៀតខ្ញុំស្រឡាញ់លែងបានហើយនៅស្ដាប់បាភ្នែកធំនឹងជ្រួលចចាំចាប់ដែលស្វ័យប្រវត្តិបេះដូងលត់ញាប់ដោយការភ័យខ្លាចគេមានប្រភ្នូតអ្វីមួយយ៉ាងដែលមិនចង់ឲ្យខ្លាចជាបែបនោះនាងស្រឡាញ់ផាត់ទេខុសណាស់លែងនាងក្រមុំភ្លាមហើយថយចេញឆ្ងាយបែរខ្នងក្តាប់ដៃដាល់ជាជើងមួយទំហឹងម្ដងហើយម្ដងទៀតដល់គ្មានអារម្មណ៍ឈឺចាប់គេឈឺត្រង់សាច់ដុំដែលនៅក្នុងទ្រូងច្រើនជាងវាមានរឿងអ្វីកាត់ឡើងមកសមមិនអាលីទៅតែឆ្លើយព្រមរៀបការជាមួយគេទេតាមកដល់ថ្ងៃនេះបាយជាប្រាប់ថាស្រឡាញ់ផាត្រិកខ្ញុំស្រឡាញ់ផាត្រិកអាលីនៅតែរងងពាក្យដដែលដូចមនុស្សគ្មានសតិនាងស្រឡាញ់ផាត្រិកហើយមករៀបការជាមួយខ្ញុំធ្វើអីគេដាល់ជាជាងលើកចុងក្រោយហើយផ្អឹបថ្ងាសព្រមបិទភ្នែកចិត្តដល់ការឈឺចាប់វាមានស្នេហ៍ដ៏ស្រស់ស្អាតដែលតាំងចិត្តគូសវាសរលំរលាយហើយបើកភ្នែកព្រមជាមួយអាការៈឈឺក្បាលខ្ទោកនាងលើកដៃក្តៅក្បាលនិងធ្ងរខ្សែវព្យាយាមក្រោកផ្អែកនឹងក្បាលក្រែកែភ្នែកស្អាតមើលទៅខាងមុខហើយក៏ត្រូវភ្ញាក់ផ្អើលរឿងដំបូងដែលធ្វើគឺពិនិត្យរាងកាយខ្លួនឯងហើយក៏ត្រូវដកដង្ហើមធូរទ្រូងបែរឃើញថានៅក្នុងឈុតដដែលនឹងគ្មានអ្វីខុសប្លែកខុសណាស់ជាសភាពរស់គ្រប់គ្រាន់ដែលមលុកឡាននាងលើពីនោះនៅដេកលើសាឡុងដើម្បីកំដរនាងទៀតផងយប់មិញនាងប្រហែលស្វឹងខ្លាំងនាងចាំមិនទឹកបានផងថាគេមកអាលីធ្វើមុខមិនត្រូវពេលគេបើកភ្នែកនឹងមើលដល់ខ្សែភ្នែកសោកសៅហើយក៏ត្រូវគេចភ្នែកមើលទៅកន្លែងផ្សេងនាងក្រមុំជ្រួញចាំដល់ការងឿងឆ្ងល់នាងមិនតាន់បានព្យាយាមក្រោកពីក្រែផងគេក៏ស្ទុះមករកនឹងមើលដល់ខ្សែភ្នែកព្រួយបារម្ភដូចដើមបបោមាត់ក៏រហ័សញញឹម
យ៉ាងម៉េចហើយកែអង្គុយនៅចុងក្រែទៅនាងក្រមុំដេករឹងខ្លួនស្ដោកនៅត្រង់នោះឈឹកក្បាលតិចតួចគួរតែអញ្ចឹងយប់មិញនាងផឹកច្រើនណាស់មានដឹងខ្លួនទេដឹងថាផឹកច្រើនតែមិនដឹងថាដេកលក់នៅពេលណាអាលីសាយតិចលើក្រៅកំផឹកបាត់នេះទៀតខ្ញុំអង្វរទៅចុះកែនិយាយដល់សម្លេងប្រកាសប្រជាទៅបញ្ជាខ្ញុំមកស្ដាប់បង្កប់លើគ្រប់ចាវប្រដឹងថាលោកមានបំងល្អចំពោះខ្ញុំមកក្រហើតនាងក្រមុំធ្វើសម្លេងគួរឲ្យស្រឡាញ់ព្យាយាមធ្វើខ្លួនធម្មតាទាំងដដឹងហាត់ផលច្បាស់ថាផឹកស្រាព្រោះអ្វីល្អកែញញឹមតិចមិនហ៊ានសួរថានាងស្រឡាញ់ផាត់ទ្រិកតែមករៀបការជាមួយគេធ្វើអីតើខ្ញុំបើខ្ញុំធ្វើខ្លួនមិនល្អបាត់នេះលោកនៅតែស្រឡាញ់ខ្ញុំទេស្រឡាញ់មិនថាមានរឿងអ្វីកើតឡើងក៏ដោយខ្ញុំនៅតែស្រឡាញ់នាងរហូតអាលីលើកដៃទៅចាប់ដៃគេមកក្តាមព្រមទាំងញញឹមដាក់ខូណានសានល្អថ្នាក់នេះនាងធ្វើបាបចិត្តគេមិនកើតទេទោះបំភ្លេចផាតិកមិនបានតែនាងនឹងព្យាយាមស្រឡាញ់ខូណានធ្វើល្អចំពោះគេឲ្យច្រើនខ្ញុំសប្បាយចិត្តណាស់ដែលមានលោកនៅក្បែរបែបនេះអរគុណគេញញឹមហើយក៏ក្តាប់ដៃនាងវិញនឹងថែបថ្នមសុំត្រឹមប៉ុណ្ណឹងគេសុំត្រឹមបានបង្ហាញក្តីស្រឡាញ់ចំពោះអាលីខ្លះតាមពិតគេគួរតែដឹងខ្លួនតាំងពីដំបូងហើយថានាងគ្រាន់តែប្រឹងរៀបការដើម្បីតបស្នងអំពើល្អរបស់គេប៉ុណ្ណោះនាងរងូរងប្រាប់ថាគេសែនល្អបែបនេះបែបនោះតែរឿងមួយដែលអាលីមិនធ្លាប់និយាយនោះគឺពាក្យថាស្រឡាញ់នាងមិនធ្លាប់ស្រឡាញ់គេខ្ញុំប្រហែលស្អីខ្លួនខ្លាំងហើយសុំទៅងូតទឹកសិនឈប់សិនចានាងភ្លេចសន្យារបស់យើងឬអត់សន្យាដែលយើងនឹងទៅដល់លេងនៅសមុទ្រជាមួយគ្នានោះអីគេរំលឹកការចង់ចាំឲ្យព្រមទាំងញញឹមមិនភ្លេចទេល្អហើយចឹងយើងទៅពេលណាលោកសុំច្បាប់បានទេបើសុំច្បាប់មិនតាន់បានកុំអីខ្ញុំចាំបានឬក៏ចាំទៅហានីមូនតែម្ដងក៏បាននៅស្ដាប់លួចដកដង្ហើមធំតិចមើលតាមរយៈខ្សែភ្នែកនោះហើយក៏ដឹងថានាងមិនបានមានក្តីសុខប៉ុន្មានវាបង្កប់ដោយភាពសោកសៅទៅហានីមូនចឹងឬខ្ញុំសុំច្បាប់ដើម្បីនាងស្រាប់ហើយមិនចាំបាច់ដល់ហានីមូនទេអាចចង់ពេលណាក៏បានខ្ញុំតាមចិត្តលោកអត់ទៅក្រៅល្អទេយើងប្រហែលជាដោះស្រាយរឿងកិច្ចការក្រុមហ៊ុននោះបានចាប់ល្មមបានរហូតដល់កន្លែងនេះដូចមានអារម្មណ៍ថាវាដាច់សាច់រឿងណាប្រិមិត្តវាដូចសាច់រឿងវាមិនស៊ីសង្វាក់គ្នានេះម៉ាកុងមែននាងក្រមុំធ្វើមុខពិបាកចិត្តនាងទៅដឹងមុននេះថាខូណានជ្រើសរើសតលេសបត់នៅម៉ាកុងមុននេះនាងទុកចិត្តឲ្យគេជាអ្នកចាត់ការគ្រប់យ៉ាងមិនថាជាសបត់ជនហោះការជ្រើសរើសកន្លែងស្នាក់នៅឬឲ្យនិយាយតាមត្រង់គឺអ្នកកំឡោះមិនធ្លាប់មកពិភាក្សាជាមួយនាងទៀតផងថាស្នាក់នៅឯណាគេជ្រើសរើសគ្រប់យ៉ាងដោយខ្លួនឯងហើយអាលីក៏មិនធ្លាប់ចាប់អារម្មណ៍សួរដេញដោលនាងនៅគិតវិលវល់ដល់ផាទ្រិកមិនឈប់រហូតមកដល់ដឹងការពិតគឺយឺតពេលទៅហើយពេលនេះនាងនៅអាកាសយានដ្ឋានហើយមានសម្លេងប្រកាសឲ្យឡើងយន្តហោះទៀតផងហេតុអីលោកមិនប្រាប់ខ្ញុំមុនថាទៅម៉ាកុងនាងក្រមុំសួរដោយសម្លេងមាំនាងមិនធ្លាប់សួរនឹងណាតែថាមានរឿងអីនាងមិនពេញចិត្តម៉ាកុងឬខ្ញុំថាសមុទ្រនទីនៅស្អាតបំផុតប្លែកភ្នែកណាស់អត់ទេតែទីនោះក៏បានអាលីដកដង្ហើមធំមានអារម្មណ៍ហាក់ដូចមានដុំថ្មធ្ងន់សង្កត់ត្រង់បេះដូងពេលនឹកដល់មនុស្សម្នាក់ហាត់អីទៅនាងកិច្ចពីគេមិនផុតសោះក្រណាត់ពោផ្ទៃមេឃត្រូវយកមកបិទភ្នែកដែរបិទព្រឹមចាំអ្នកកំឡោះចង់កំណាត់មិនអោយណែនពេកតែក៏គ្មានថ្ងៃរបូតងាយមុននឹងដើរទៅឈរពីមុខកែភ្នែកមុតស្រួយសម្លឹងមើលមុខស្អាតយ៉ាងយូរនិងពិនិត្យមើលយ៉ាងលម្អិតហើយក៏បង្ហាញស្នាមញញឹមចិញ្ចើមរបស់នាងស្អាតខ្លាំងណាស់គេទៅតែសង្កេតឃើញថ្ងៃនេះឯងថ្ពាល់នាងមានពណ៌ផ្កាឈូកច្រមុះក៏សមនឹងបបោមាត់ស៊ីពេលនាងបង្ហាញស្នាមញញឹមក៏ធ្វើឲ្យពិភពលោកស្រស់ស្រាយដៃធំលោកទៅចាប់ស្មានាងចាប់និងព្រោះខ្យល់ដង្ហើមតិចត្រៀមហើយនៅមនុស្សល្អលើកចាំងសប្រៃអីទៅហាត់អីត្រូវបិទភ្នែកបែបនេះខ្ញុំមិនចូលចិត្តនាងក្រមុំប្រាប់ដល់សំឡេងងងក់ពេលមកដល់រីសតខូណានបដៅឲ្យនាងសម្រែកដោយសារតែអស់កម្លាំងពីការធ្វើដំណើរនាងពលយន្តហោះតែក៏ទប់មិនឲ្យក្អួតដូចលើកមុននាងធ្វើចិត្តមិនតាន់បានបើមានប្រាប់ផ្សេងមកគ្រាមកអោបក្រៅពីផាទ្រិកហើយក្រោយពេលទទួលទានអាហារពេលប្រឡប់រួចរាល់ក៏បំបែកគ្នាទៅសម្រាប់ម្ដងទៀតដែលខូណានទៅរៀបចំកម្មវិធីដំណើរកំសាន្តឲ្យមើលទៅគួរឲ្យរំភើបមានមួយទឹកមើលផ្កាថ្មទៀតផងតែពេលស្អែកឡើងបែរជាចាប់នាងបិទភ្នែកបែបនេះគេអាងថាមានអ្វីមួយយ៉ាងចង់សប្រៃអាលីសចម្លើយចិត្តច្រើនជាងរំភើបធម្មតាខូណានមិនមែនជាបរិះដែរចេះគិតផាន់ការស្អីបែបនេះគេចង់ធ្វើស្អីឲ្យប្រកាសលើចាប់ចម្រិតឬស្អីឲ្យប្រកាសណោះគេសើចតិចអាចចាប់បង្ហាបន្តិចបានទេបានខ្ញុំកំពុងតាមទៅកន្លែងដែលនាងពេញចិត្ត
អេមើមឃើញស្អីផងនាងធ្វើមកស្ញូនព្រោះមិនសូវពេញចិត្តមានអារម្មណ៍ថាគ្មានសេរីភាពយ៉ាងម៉េចក៏មិនដឹងសាករកនឹកមើលទៅថានាងចូលចិត្តកន្លែងណាអត់ទេខ្ញុំលេងរកនឹកហើយលើកឆាប់នាំខ្ញុំទៅល្អជាងអូខេហើយគេក៏ដឹកដៃនាងឡើងឡានដែលចតចាំអាលីដល់ថ្នាក់ជ្រួញចិញ្ចាមព្រោះពីដំបូងគិតថាគេនឹងនាំទៅឆ្នេរខ្សាច់ហើយពេលបើកភ្នែកក៏មានផ្កាស្អាតកប់ភ្នែកដូចនៅក្នុងរឿងកុនតែមានអាណាបែរជាត្រូវជិះឡានទៅវិញគិតថាទីកន្លែងនោះប្រហែលជាឆ្ងាយសំគួរនាងក្រមុំកាន់តែចម្លែកចិត្តខ្លាំងឡើងព្រោះបន្ទាប់ពីចុះពីឡាននាងក៏ត្រូវនាំឡើងលើទូកទៅជាបានលឺសំឡេងរលកបាក់បាក់និងសំឡេងគ្រឿងយន្តអាឡេត្រាំរងចាំលេខបានទៅត្រូវសួរខនណានយើងកំពុងតែកន្លែងណាហេតុអីឆ្ងាយបែបនេះនាងក្រមុំមិនដឹងថាឆ្ងាយប៉ុណ្ណាតែនៅក្នុងអារម្មណ៍របស់អ្នកមើលមិនឃើញស្អីនោះវាពិតជាឆ្ងាយខ្លាំងណាស់ចិត្តដល់ហើយគេមិនឆ្លើយសំណួរតែជ្រើសរើសប្រាប់បែបនេះដើម្បីឲ្យនាងក្រមុំសប្បាយចិត្តដោយដែលគេថាពិតមែនប្រហែល5នាទីក្រោយមកក៏មកដល់គោលដៅអាលីអាចនឹងដើរបានថាខូណានត្រូវទៅនាំនាងមកកោះឬគេរៀបចំទីកន្លែងរៀបការស្អាតៗនៅទីនេះនាងក្រមុំញញឹមព្យាយាមទន្ទិញនៅក្នុងចិត្តថានាងត្រូវតែមានក្តីសុខចំពោះរឿងដែលគេប្រគល់ឲ្យក្រណាត់បាត់ភ្នែកត្រូវស្រាយចេញកែភ្នែកមួយគូស្អាតបើកនិងប្រព្រឹត្តញាប់ពីរបីដងហើយក៏អាចឃើញរូបភាពនៅចំពោះមុខបានច្បាស់សប្រៃបបមាត់ស្អាតខ្ជិបសឹងតែខ្លាចជាខ្សែត្រង់ធ្វើភ្នែកលឹងឡើងដល់ភាពច្របូកច្របល់អាលីភ្លេចខ្លួនថាក្រៅមួយជំហានពេលអ្នកនៅចំពោះមុខបាយជាមិនមែនអ្នកដែលនាំនាងមកទីនេះលើកមកទីនេះបានចាំបាច់នាងក្រមុំងាកមើលជុំវិញហើយក៏លួសព្រលឹងនាងជាកប់ថាខ្លួនរបស់អ្នកប្រធមទេតានាងបាប់ភ្លេចធំមុននឹងសួរដល់សម្លេងញញោនេះជារឿងស្អីខនណានតាណាប្រាក់ខ្ញុំភ្លាមអ្នកដែលត្រូវសួរឈរថ្មឹងហាក់ដូចមនុស្សគោរៀងខ្ពស់ពាក់អាវយឺតពណ៌សនិងស្លៀកខោជើងខ្លីហាក់ដូចតាំងចិត្តមកចាំនាងនៅទីនេះមុខរបស់គេបង្ហាញស្នាមញញឹមលាក់កំនួចហើយពេលនាងមិនបានតាំងខ្លួនដៃរឹងមាំក៏ចាប់ចង្កេះនាងចំហើយទាញមកទុកក្នុងរង្វង់ដៃអេធ្វើស្អីលេងអាលីបាប់ភ្លេចធំព្យាយាមរើបំរាស់ឲ្យរួចផុតពីការអោបរបស់គេអត់ទេគេឆ្លើយខ្លីៗតែច្បាស់លាស់បំផុតលេងខនណានជឿខ្ញុំផងគេទៅវិញហើយស្អីគេទីនេះមានតែយើងពីរនាក់អូននិងបងគេបញ្ជាក់មានរឿងអីកាត់ឡើងលើកមកទីនេះបានចាំបាច់ហើយខនណានទឹកខ្ញុំចោលធ្វើអីអាលីកុំហកដាក់ព្រមតែព្យាយាមងាកមកគិញពេលគេលើមុខមកជិតបងនឹកអូនផាតិចប្រាប់ដល់សម័យស្មោះត្រង់ជួយអធិប្បាយសិនបានទេថាមានរឿងអីកាត់ឡើងកុំដោរឿងអូនក៏ដឹងច្បាស់ថាមានរឿងអីកាត់ឡើងអាលីដកដង្ហើមធំគេដឹងតាមរហូតដោយដែលគេថានាងអាចដាក់បានថាខូណានដឹងហើយថានាងនៅស្រឡាញ់ផាត្រិកទៅបាក់មកទីនេះដើម្បីបាក់ឱកាសឲ្យសម្បសម្រួលគ្នាចំណែកគេក៏ព្រមលះបង់ដោយតួរងប្រុសនៅក្នុងកុនអូខេខ្ញុំដឹងច្បាស់គ្រប់យ៉ាងហើយតែសុំលែងខ្ញុំផងខ្ញុំនឹងចាក់ចេញពីទីនេះនាងធ្វើមុខងងឹតយ៉ាងច្បាស់អំពើចូលមកតម្រៃទៅហើយឲ្យខ្ជិលចេញវិញបានយ៉ាងម៉េចណែលោកចិត្តឈួតឬយ៉ាងម៉េចចង់ធ្វើស្អីនាងក្រមុំកាន់តែមានអារម្មណ៍មួម៉ៅពេលជួបសំដីនិងខ្សែភ្នែកបែបនេះនាងព្យាយាមរើម្ដងទៀតទៅអ្នកកំឡោះអោបពីខាងក្រៅវិញដោយការសម័យតែម្ដងដឹងដែរទេការសម័យបងមិនស្មានថាបានបេះដូងមកវិញបានអបអូនបែបនេះផាទឹកដកដង្ហើមធំមុននឹងជ្រុបមុខលើថ្ពាល់ហើយសង្កត់បបោមាត់ថ្នមហាក់ដូចមេអំបាយទៅទេស្លាមចំណែកនាងក្រមុំដល់ថ្នាក់និយាយអីមិនចាញ់បានតែឈរស្ងៀមបេះដូងលុតញាប់ទឹកភ្នែកក៏ចិត្តស្រក់មិនត្រឹមតែគេនោះទេនាងក៏មិននឹកស្មានដូចគ្នាថាមានថ្ងៃនេះបងចាំជាកំសាកដែលមិនហ៊ានស្រវាញ់យកអូនមកធ្វើជារបស់បងខ្លាចត្រូវឈឺចាប់ជាងនេះព្រោះអូនមិនធ្លាប់ស្រឡាញ់បងដោយដបងស្រឡាញ់អូនហើយលោកមានស្អីដែលខ្ញុំត្រូវស្រឡាញ់គ្មានទេបងគ្មានស្អីក្រៅពីក្តីស្រឡាញ់អស់ពីចិត្តដែលប្រគល់ឲ្យអូនទេគេសារភាពក្តីស្រឡាញ់ទាំងអស់មុននឹងអះអាងម្ដងទៀតបងលេស្រឡាញ់ហេឌីហើយនាងដូចជាប្អូនស្រីច្រើនជាងអូនជឿចិត្តបងទៅអាលីមិនពាក់ព័ន្ធនឹងខ្ញុំអីបន្តិចទេនាងលួចញញឹមដឹងច្បាស់ថាសម្ដីមួយម៉ាត់ចាក់ទម្លុះបេះដូងគេតែក៏សុំដាក់ទោសបន្តិចចុះពីបទដែរបណ្ដោះឲ្យនាងយកព្រមរៀបការជាមួយខូណាននេះបើសិនជាមនុស្សល្អម្នាក់នោះមិនលះបង់នាងប្រហែលជាត្រូវខ្ទេចខ្ទាំមួយជីវិតមិនខានស្រឡាញ់បងទៅអាលីសម្ដីអង្វរក៏របស់គេវាទៅធ្វើនាងក្រមុំស្រ័យចេញមកតែក៏ត្រូវភ្ញាក់ព្រើពេលផាត្រិកថាបថ្ពាល់នាងម្ដងទៀតស្រឡាញ់ធ្វើអីអូនស្រឡាញ់បងមិនបានស្រឡាញ់មិនស្រឡាញ់តែលួចញញឹមមែនឬគេក៏លាក់ស្នាមញញឹមពេញចិត្តមែនអាចយប់នេះនឹងធ្វើឲ្យស្រឡាញ់ផាត្រិកធ្វើជាគម្រាមណែក៏មកគម្រាមគ្នា
មិនបានគំរាមតែនឹងធ្វើមែនទែនអ្នកណាប្រាប់ថាខ្ញុំនៅទីនេះខ្ញុំនឹងត្រឡប់ទៅវិញគិតឬថាបងដល់លេខអូនងាយងាយលោកជាមនុស្សឈួតគ្មានស្អីធៀបនឹងខុនណានបានទេតែអូនក៏មិនបានស្រឡាញ់មនុស្សល្អដូចជាគេអូនបែរជាស្រឡាញ់មនុស្សឈួតដូចបងតែដល់លើគ្មានស្អីល្អទីបំផុតអូនព្រមទទួលឲ្យថាស្រឡាញ់បងអ្នកកំឡោះបាញ់ឆោតតតែក្តាន់តូចចាប់បន្ទាក់ធ្វើនាងព្រមទទួលថាស្រឡាញ់តតែបានបងចាំចាំត់ចាត់មែនសន្យាថាតទៅនឹងមិនដោះលែងអូនឲ្យតណាដែលខានអ្នកកំឡោះទីនាងឲ្យបាយមុខមករកនឹងសម្លឹងមើលដល់ខ្សែភ្នែកផ្អែមល្ហែមនាងក្រមុំមិនធ្លាប់ឃើញទៅបានតែបាក់ភ្នែកភ្លឺៗមើលគេតែបេះដូងលោកខ្លាំងមិនត្រូវចង្វាក់ដឹងដែរទេពេលអតិកាហងសងអូនឲ្យបងវិញបងសឹងតែស្ទុះទៅឲ្យគេចង់ឲ្យគុណរាប់ពាន់ដងចំពោះភាពជាសុភាពបរោះដែលគេមានពេលដែលគេដឹងថាអូនស្រឡាញ់បងគេក៏ជ្រើសរើសមិនរៀងដោយលើកមុនដែលបងធ្លាប់សម្រេចចិត្តបែបនេះចំពោះហេឌីអាចចឹងអូនសំស្រឡាញ់ខុនណាស់ដូចបងប្រាប់បានទេបានបងតាមចិត្តនឹងទុកចិត្តអូនស្រាប់ហើយអរគុណអាលីនិយាយដល់ការរំជួយចិត្តដោយយល់សប្តិមែនតែខ្យល់សមុទ្រដែរផាត់ប៉ះមុខនៅខណៈនេះជាការបញ្ជាក់បានយ៉ាងច្បាស់ថាវាជាការពិតតែអូនមិនតាន់បានប្រាប់ថាស្រឡាញ់បងទេគេធ្វើសម្លេងញឹកញាក់នៅបាប់ភ្នែកភ្លឺគួរអាណិតរហូតដល់នាងក្រមុំត្រូវទប់ស្នាមញញឹមក៏ឡើងមកមិនតាន់ច្បាស់ទៀតទេព្រោះតែខ្មាស់ទៅអាលីធ្វើជាអាងដល់រឿងផ្សេងដែលកន្លងមកបងចង់លឺច្បាស់ជាងខ្សឹបប្រាប់បងត្រង់នេះថាហើយមនុស្សលាក់គំនួយក៏លោមុខទៅរកហើយដាក់ទៅជាក្បែរបបោមាត់របស់នាងអ្នកប្រាអាលីអឹមអៀនអូនស្រឡាញ់បងខ្លាំងណាស់គេណែនាំនិយាយផ្អែមបែបនេះទេអត់ទេអូនអៀនណាគេញឹកញាក់ដាក់ម្ដងទៀតឈួតណាប្រាប់ថាស្រឡាញ់បងអាលីនៅស្ងៀមមួយសបកមុននឹងប្រាប់ទាំងអឹមអៀនអូនស្រឡាញ់បងស្កប់ចិត្តដល់ហើយមិនត្រឹមតែប្រាប់ផាទ្រិកនៅរាក់ទាក់ដោយបបោមាត់ស្អាតគេសង្កត់ថែបយ៉ាងផ្អែមល្ហែមមុននឹងជ្រាវជ្រៅឲ្យនាងក្របងបានទទួលដឹងគ្រប់អារម្មណ៍អះអាងឲ្យជឿជាក់ថាស្រឡាញ់នៅកំឡុងចាប់ដៃតូចបណ្ដាចូលទៅក្នុងផ្ទះឈើដែលមានម្ដងនោះធ្លាប់ធ្វើឲ្យអាលីលួសព្រលឹងម្ដងហើយដោយត្រូវមនុស្សចិត្តអាក្រក់ទុកចោលឲ្យនៅម្នាក់ឯងក្នុងភាពងងឹតនៅក្នុងពេលមានភ្លៀងផ្គរនាងក្រមុំមិនភ្លេចដូចគ្នាថាទីកន្លែងនេះគេនឹងនាងធ្លាប់ណាប់និតគៀកកាយនៅមានសម្ព័ន្ធភាពជ្រាលជ្រៅលើកដំបូងពេលគិតដល់ចំណុចនេះមកសទនក៏ក្រហមព្រឿងកាត់អីមិនក៏មកក្រហមបែបនេះផាតែឃើញថ្ពាល់របស់នាងក្រហមក៏លោមកទៅចិត្តគេក្តាប់ដៃទៅទាំងសងខាងចាប់មិនព្រមលែងហាក់ដូចអាងថាគេគ្មានថ្ងៃបោះបង់នាងទៀតទេអត់ទេប្រកាសដែរថាអត់ប្រកាសដែរមិនចាំមិនក៏មកក្រហមគ្មានអីប៉ិតមែនអេមិនក៏ផ្ទះមើលទៅស្អាតម្ល៉េះអាលីរហ័សដូររឿងផ្ទះឈើធម្មតាពីមុនពេលនេះបែរជាមានសកម្មភាពត្រូវតាប់តាំងជាថ្មីធ្វើឲ្យមើលទៅស្រស់ស្អាតយ៉ាងខ្លាំងបន្ទាប់ពីអតិកាហងលាក់បងអូនឲ្យបងក៏គិតគ្រប់យ៉ាងទុកយ៉ាងល្អបំផុតបងមិនចង់ផ្លាត់ស្នៀតនិងមិនចង់បាត់បង់ឱកាសពេលគិតថាប្រឹងធ្វើអ្វីបងក៏ធ្វើដើម្បីអូនភ្លាមអាលីបានតែញញឹមតិចនឹងអង្គុយចាំស្ដាប់គេដល់ការចាប់អារម្មណ៍និងមានក្តីសុខនេះជាកន្លែងដែលយើងមានការចងចាំល្អៗជាមួយគ្នាតើបងរៀបចំទីនេះឲ្យស្អាតគឺបន្ទប់ផ្សំដំណេកតូចរបស់យើងនោះអីបន្ទប់ផ្សំដំណេកស្អីគេគឺយប់នេះនោះអីអ្នកកំឡោះអោនទៅខ្សឹបតិចដោយខ្លាចថាមានអ្នកលឺធ្វើឲ្យមុខរបស់នាងក្តៅភេពេលឃើញអាកប្បកិរិយាជឿជាក់នោះហាក់ដោយខ្លាត្រៀមសង្គ្រោះកូនក្តាន់អត់ទេយើងមិនតាន់រៀបការនាងរហ័សប្រាប់នឹងដកដៃចេញហើយបែរខ្នងដាក់ធ្វើមុខដូចមិនសប្បាយចិត្តតិចទៀតនឹងរៀបការហើយណាអ្នកកំឡោះរហ័សអោបនាងក្រមុំពីក្រោយហើយថាថ្ពាល់ឡន់ខ្សើតអលីគេញញក់ធ្វើឲ្យនាងក្រមុំអត់ញញឹមមិនបានតែក៏ព្យាយាមលាក់ទឹកមុខមិនឲ្យគេឃើញក៏មិនញញក់ឲ្យខាត់ពេលអីមិនចាត់តិនទេនៅកំណាច់ដូចដើមវាត្រូវតែអញ្ចឹងព្រោះបើកពុលល្បិចអូនត្រូវតែកំណាច់បែបនេះហើយតែទៅនឹងបងបានអាលីព្យាយាមធ្វើចិត្តរឹងស៊ូនឹងភាពលាក់គំនួចរបស់គេអញ្ចឹងបងនឹងព្រមតាមអូនគ្រប់យ៉ាងមែនទេលើកលែងរឿងនេះដែលអូនត្រូវតាមចិត្តបងគេសម្លឹងមើលដល់ខ្សែភ្នែកលាក់គំនួចឈួតជាលើកទី2ដែលអាលីបេះដៃធំចេញហើយដើរទៅឆ្ងាយធ្វើឲ្យអ្នកកំឡោះត្រូវរហ័សចូលទៅរកហើយចាប់ស្មានាងទាំងសងខាងកំអាក្តៅខ្លួនមុនក្រនក្តៅមកមើលសិនទៅផាត់ទេចាប់ដៃនាងនាំចូលទៅបន្ទប់ដេកដែលមានក្រេធំទូលាយកំរាលផ្កាឈូករូបកុលាបសមានវាងននពោធិ៍សត្រង់បង្គោលទាំង4បក់រវិចតាមកម្លាំងខ្យល់គួយគួរឲ្យចង់មើលធ្វើឲ្យអាលីអន់ញញឹមមិនបានស្អាតទេចាស្អាតណាស់នាងមិនបដិសេធគួរឲ្យចង់កេងណោះគួរឲ្យចង់កេងក៏កេងតែកែភ្នែករបស់អ្នកកំឡោះជះពន្លឺផ្លេចភ្លាមហើយប្រងណាំ
រាងកាយរបស់នាងឡើងទៅដេកតែនាងក្រមុំបែរជារើបំរាស់ធ្វើឲ្យក្តីស្រមៃរលាយបាត់អស់កេងម្នាក់ឯងតែអេអាលីចង់កេងក៏កេងតែម្នាក់ឯងតែអូនទៅវិញហើយកុំចឹងអេលីតាមចិត្តបងទៅតែអូនចង់រៀបការសិនពិតមែននាងក្រមុំធ្វើជាលេងខ្លួនដើម្បីធ្វើបាបគេបើនាងព្រមងាយមានសង្ឃឹមថាប្រកាសជាត្រូវគេឆាឆៅឲ្យព្រមតាមចិត្តរហូតដល់ខូចទម្លាប់អស់មិនខានមនុស្សដោយផាន្ទិកមិនធ្លាប់ព្រមចំពោះអ្នកណាតែលើកនេះគេត្រូវព្រមចាញ់នាងអូខេអញ្ចឹងបងតាមចិត្តអូនមែនទេអាលីលើកជាចាំខ្ពស់ប្រាំងាយម្លេះព្រោះបងស្រឡាញ់អូននោះអីនិយាយពីរកខុសពីធម្មតានាងក្រមុំនៅតែមិនតាន់ធូរចិត្តប៉ុន្មានរកពីរបស់គេមើលទៅកំណាចកែភ្នែកជាពន្លឺផ្លេកធ្វើដូចមានផែនការបំរុងអ្វីមួយយ៉ាងបងក៏ជាមនុស្សល្អពូកែយកចិត្តដូចគ្នាក៏មើងងាយអ្នកប្រើទាំងពីរដែលអូនធ្លាប់ស្គាល់មិនមែនបែបនេះពូកែណាគេសរសើរមុននឹងនិយាយបន្តព្រោះបងនឹងប្រាប់អូនថារៀបការហើយនឹងជួបរបស់ពិតពេលនេះសំទឹកមុនគេនិយាយចាប់ក៏ទាញនាងក្រមុំឲ្យមកនៅក្នុងរវងដៃតែយឺតជាងអតីតប៉ូលីសនារីនាងងាកខ្លួនកិច្ចហើយរត់ទៅមកខាងទៀតនៃក្រែយ៉ាងរហ័សរហួនគិតឬថាបើកអូនបានសម្រេចគ្មានផ្លូវទេបងប្រាប់ហើយថារឿងផ្សេងបងព្រមតាមតែរឿងនេះជារបស់បងហើយកំឡោះក្រមុំទាំងពីររត់ប្រដេញគ្នាក្នុងបន្ទប់ដេកដ៏ផ្អែមល្ហែមដោយមានសំឡេងសើចបន្លឺកងរំពងជាសំឡេងសើចដែលមានក្តីសុខការដេញចាប់នេះមិនថាអ្នកណាចាញ់ឬឈ្នះក៏បញ្ចប់ដោយក្តីស្រឡាញ់គេស្រឡាញ់នាងហើយនាងក៏ស្រឡាញ់គេចប់ដោយបរិបូរអរគុណច្រើនប្រិយមិត្តជាទីស្រឡាញ់ដែលបានតាមដានស្ដាប់តាំងពីដើមរហូតដល់ចប់ចាអធិស្ឋានកំហុសខុសឆ្គងដែលកើតឡើងដោយអចេតនាផងចាជួបគ្នាជាបន្តទៀតនៅរឿងក្រោយចាអរគុណជម្រាបលា